ថ្លែងនៅក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារគណនេយ្យភាពសង្គមប្រចាំឆ្នាំ2025និងលើកទិសដៅការងារឆ្នាំ2026នាព្រឹកថ្ងៃទី15ខែមករាឆ្នាំ2026ឯកឧត្តមប្រាក់សារ៉ាតអភិបាលរងខេត្តកណ្ដាលបានបញ្ជាក់ថាសិក្ខាសាលានាថ្ងៃនេះនឹងផ្ដល់ឱកាសជូនដល់មន្ត្រីពាក់ព័ន្ធនិងរដ្ឋបាលក្រុងស្រុកទាំង13បានចែករំលែកនូវមេរៀនបទពិសោធន៍ក្នុងការអនុវត្តការងារគណនេយ្យភាពសង្គមនៅក្នុងអង្គភាពរបស់ខ្លួននិងទិសដៅបន្តនិរន្តរភាពលើការអនុវត្តការងារគណនេយ្យភាពសង្គមទៅថ្ងៃអនាគតកាន់តែមានភាពល្អប្រសើរឡើងបន្ថែមទៀតឯកឧត្តមអភិបាលរងខេត្តបានមានប្រសាសន៍ថាការអនុវត្តការងារគណនេយ្យភាពសង្គមជាធាតុផ្សំមួយនៃដំណើរការកិច្ចអភិវឌ្ឍប្រទេសជាតិដែលធ្វើឲ្យមូលដ្ឋានខេត្តកណ្ដាលមានចក្ខុវិស័យនិងទិសដៅច្បាស់លាស់ប្រៀបបីដូចជាកញ្ចក់ឆ្លុះបញ្ចាំងរវាងគ្នានឹងគ្នាតាមរយៈផ្នែកផ្គត់ផ្គង់អ្នកផ្ដល់សេវានិងផ្នែកតម្រូវការអ្នកទទួលសេវាបានជួបពិគ្រោះយោបល់មានការស្រាយបំភ្លឺនិងមានការឆ្លើយតបសម្ដៅរួមគ្នាធ្វើការដោះស្រាយឯកឧត្តមអភិបាលរងខេត្តបានបន្ថែមថាការអនុវត្តគណនេយ្យភាពសង្គមនៅរដ្ឋបាលក្រុងស្រុកឃុំសង្កាត់មណ្ឌលសុខភាពនិងសាលាបឋមសិក្សាបានចូលរួមអនុវត្តក្នុងការផ្ដល់សេវាបានរហ័សនិងមានប្រសិទ្ធភាពជូនដល់ប្រជាពលរដ្ឋតាមរយៈឥរិយាបថជាវិជ្ជមានប្រកបដោយវិជ្ជាជីវៈហើយចំណេះដឹងប្រជាពលរដ្ឋក៏ត្រូវបានលើកកម្ពស់នឹងការចូលរួមពីសាធារណជនក៏កាន់តែមានភាពសកម្មក្នុងដំណើរការអភិវឌ្ឍនៅតាមមូលដ្ឋានផងដែរនេះឱកាសនោះឯកឧត្តមអភិបាលរងខេត្តក៏បានជំរុញដល់រដ្ឋបាលក្រុងស្រុកមន្ទីរអង្គភាពព្រមទាំងក្រុមការងារគណនេយ្យភាពសង្គមទាំងអស់ត្រូវខិតខំធ្វើការនិងផ្ដល់កិច្ចសហការរវាងគ្នានឹងគ្នាឲ្យកាន់តែល្អប្រសើរពីព្រោះការអនុវត្តការងារគណនេយ្យភាពសង្គមនេះគឺជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាដូច្នេះយើងទាំងអស់គ្នាត្រូវរួមគ្នាបន្តជំរុញនិងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនដល់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាពនិងគណនេយ្យភាពដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានសូមជម្រាបថាគិតត្រឹមថ្ងៃទី15ខែមករាឆ្នាំ2026ខេត្តកណ្ដាលមានអង្គភាពគោលដៅអនុវត្តគម្រោងកម្មវិធីគណនេយ្យភាពសង្គមនៅតាមរដ្ឋបាលឃុំសង្កាត់ទាំង127នៅសាលាបឋមសិក្សាមានចំនួន365សាលានិងនៅតាមមណ្ឌលសុខភាពមានចំនួន110និងបានអនុវត្តនៅតាមរដ្ឋបាលក្រុងស្រុកទាំង13ក្នុងខេត្តកណ្ដាល